ជាលើកដំបូងក្រុមហ៊ុន SkyTrack បានបង្ហាញរថយន្តហោះល្បឿនលឿនរបស់ខ្លួនដែលជាជំហានថ្មីមួយក្នុងវិស័យដឹកជញ្ជូនតាមអាកាសខណៈក្រុមហ៊ុនកំពុងត្រៀមដាក់ឲ្យដំណើរការនៅឆ្នាំ2028រថយន្តហោះនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់ការធ្វើដំណើរក្នុងទីក្រុងដែលប្រើបច្ចេកវិទ្យាហោះហើរដើរដោយថាមពលអគ្គិសនីនិងមានសមត្ថភាពហោះឡើងនិងចុះចតបញ្ឈរដោយមិនត្រូវការផ្លូវរត់ដូចយន្តហោះធម្មតាក្នុងការបង្ហាញសាកល្បង SkyTrack បានបង្ហាញពីសមត្ថភាពហោះហើរនិងប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗដែលអាចជួយធ្វើឲ្យក្តីសុបិននៃការធ្វើដំណើរតាមអាកាសក្នុងទីក្រុងឬ Urban Air Mobility កាន់តែក្លាយជាការពិតក្នុងពេលដ៏ខ្លីខាងមុខបច្ចេកវិទ្យារថយន្តហោះត្រូវបានរំពឹងថាអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងផ្ដល់ជម្រើសថ្មីសម្រាប់ការធ្វើដំណើរដែលលឿនមានប្រសិទ្ធភាពនិងសន្សំពេលវេលានៅក្នុងតំបន់ទីក្រុងដែលមានមនុស្សច្រើនទោះជាយ៉ាងណាមុនពេលដាក់ឲ្យប្រើប្រាស់ជាសាធារណៈ SkyTrack នៅតែត្រូវការបន្តធ្វើតេស្តសុវត្ថិភាពការអនុវត្តតាមស្តង់ដារអាកាសចរណ៍និងការអនុម័តពីអាជ្ញាធរពាក់ព័ន្ធសម្រាប់ព័ត៌មានបច្ចេកវិទ្យាថ្មីៗសូមតាមដាន TechWire